សូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนมัสการพระรัตนตรัยสักวันเทวิญมประกาศนามเจ้าทรงเลิกกำบังกองอัญชลีกรุสเตียงนมัสการจุพวกเรียกจุใบในคนประกาศว่าคือมีคนประโคตรรัตนมุยประพรรัตนมุยหนึ่งประสังรัตนมุยนายสิเดกรุกาไกรกับพวกพวกอังกีสำนักอังยมประกาศมาเทียบมวยกิเลสเลยในทุกกระทบเลยสิ่งใดกรุปราแอนจะพูดครูพ่อเมียเจ้าครูแปรลูกเย่ลูกแปรอิสราเอลพระปัตติสมัยยามเตียนประเทศดาบอนอังโลเจตาบุษบาประเทศกรองกมาเลยอยู่บุญชวนอยู่บัตไตมองกรองมองใจสะแสนสักอาแพกกาวัติสัตปัญญาแต่อ้อในเรียนวัดเรียนนองหารุมอนกระโดดเยือนลืมตาสมัยโคสลักลักอาจารย์สมัยกระโดดเรียนเกี่ยวกับนี้ดาวสิกเลยกรุสมัยวังแอนรุกีสมัยอังยมประกาศมาเทียบโรกีเจวันตะกายาจะอุปาเจอุปาเรียพุทธิยในอานุเทียเนียได้อานุเทียในเกตยาตั้งมั่นนมัสการเรียนตระพุทธรัตน์เจนาปนัยนี้ก็ต้องการเรียนเชียร์บอลในอุปกรณ์อุปกรณ์อะไรจะไล่จะพวงในการเรียนในขนมสนานเจ้าดำเนินชีวิตระบายโยมจิตพุทธบริษัทเสด็จร้องก็ต้องการจะได้อุปกรณ์จิตราล้มโจรในสิ่งใดอยู่เนี้ยปัดบังจับแรงติดแค่ดินต่อเรียนตื้อตัดตารางตารางพอมแมนตีเซสาลีទីទៅបន្តពីការប្រពើបន់នមស្ការអាយ៉ាបីបន់លោកគ្រូផងអាចារ្យព្រមដោយពីរួមសង្ខេបបែបរៀបខ្លីទៅក៏តម្រូវមកដល់រូបអង្គខ្ញុំប្រកាសអាភិបព្រះវិខោរៀបរៀនគួរនៅក្នុងទីអារាមវត្តសោក៏បានទូលទីពីសំណាក់លោកគ្រូផងអាចារ្យគ្រប់ប្រាណលោកយាយលោកតាអ៊ីស្រាអែលពុទ្ធបតីសម័យដើមទៀតប្រធានដានអស់លោកជាសាធុសាបស្រីគ្រប់ទាំងអស់ក៏បានរតនានិមន្តអង្គខ្ញុំប្រកាសអាភិបព្រះវិខោរៀបរៀនដើម្បីចូលខ្លួនខ្លាខ្លាយសម្ដែងនៅព្រះធម៌ទេសនាចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសដើម្បីជាទីស្រដាប់ដើម្បីទទួលយកនៅកុសលផលអានិសង្សតានិស័យជ្រះថ្លារៀងខ្លួននាវរៀងជាការនេះកម្មវិធីបន់បានប្រពើនៅក្នុងភូមិអង្គភូមិអង្គរសស្រុកនេសាទខេត្តព្រៃវែងកម្មវិធីបន់បានប្រពើត្រូវនៅថ្ងៃទី13ខែ7ឆ្នាំ2026ត្រូវនៅព្រះពុទ្ធសករាជ2570កម្មវិធីបន់នេះទៀតសោតមានឈ្មោះថាកម្មវិធីបន់ជាប្រកាសរបស់ញោមស្រីឧមាសិកាហំយ៉ាងដែលលោកបានធ្វើការបរិយាទៅកាន់ប្រាក់លោកខាងមុខថ្មីនេះអញ្ចឹងទីលោកនៅក្នុងថ្ងៃនេះកូនប្រុសកូនស្រីកូនប្រសាកូនបង្កើតចៅប្រុសចៅស្រីចៅប្រសាចៅបង្កើតញាតិមិត្តតែតារហ័តអ្នកស្រុកអ្នកភូមិអ្នកផងរបងជាមួយទាំងអស់គឺលោកមានសេចក្តីទុក្ខក្រៀមក្រំជាពុនពេកដោយសារតែបាត់បង់អ្នកម្ដាយជាទីស្រឡាញ់បាត់បង់លោកយាយជាទីស្រឡាញ់បាត់បង់បងជាទីស្រឡាញ់បាត់បង់ញាតិជាទីស្រឡាញ់ហើយការបាត់បង់នៅក្នុងថ្ងៃនេះទៀតសោតគឺមិនមែនបាត់បង់គ្នាដូចញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសលាគ្នាទៅបំពេញកិច្ចការងារតាមបណ្ដាខេត្តឬមួយក៏រាជធានីរយៈពេល1អាទិត្យ2អាទិត្យ1ខែ2ខែ1ឆ្នាំ2ឆ្នាំហើយអាចធ្វើត្រឡប់មកនិយាយស្ដីផ្ដើមអនុស្សាវរីយ៍ធ្វើកិច្ចការងារហូបម៉ែហូបទឹកជាមួយគ្នាបានទៀតនោះទេការបាត់បង់នៅក្នុងថ្ងៃនេះគឺបាត់បង់ដោយមរណភាពហើយថាសេចក្តីស្លាប់លទ្ធផលចុងក្រោយនោះគឺមិនសល់ទុកត្រង់តែឆ្អឹងមួយទៀតឬមួយតែឆ្អឹងមួយចានតែប៉ុណ្ណោះសម្រាប់កូនប្រុសសម្រាប់កូនស្រីសម្រាប់ញាតិមិត្តបងប្អូនកូនក្មួយក៏រត់ធ្វើបុណ្យធ្វើទានទៅតាមប្រពៃណីដែលខ្លួនបានជឿជាក់រៀងខ្លួនតែប៉ុណ្ណោះបាននិយាយពីសេចក្តីស្លាប់នេះញាតិញោមជាពុទ្ធបរិស័ទប្រិយប្រឡើយនៅក្នុងព្រះពុទ្ធសាសនាលោកសម្ដែងថាស្លាប់នឹងមាន4របៀបឬមួយតែ4យ៉ាងទី1លោកឲ្យឈ្មោះថាអាយុខយមរណៈ ទ
ទី2លោកឲ្យឈ្មោះថាកម្មយខយមរណៈទី3លោកឲ្យឈ្មោះថាឧបយខយមរណៈទី4លោកឲ្យឈ្មោះថាឧបច្ឆេទនរណៈទី1គឺចង់មានន័យថាអាយុខយមរណៈនឹងគឺស្លាប់ទាំងអស់អាយុស្លាប់ទាំងអស់អាយុនេះអ្នកដែលគាត់ស្លាប់ចាប់តាំងពីអាយុ75ឆ្នាំឡើងទៅដូចជា76ឆ្នាំ77ឆ្នាំទៅដល់100ឆ្នាំ100ជាងឆ្នាំលោកឲ្យឈ្មោះថាគាត់ស្លាប់សំលមព្រមទៅដល់អាយុកាលវេលារបស់គាត់នៃសេចក្តីស្លាប់ហើយដោយសារតែនៅក្នុងព្រះពុទ្ធសាសនាលោកសម្ដែងថាអាយុថៃនៃមនុស្សម្នាក់ត្រឹមតែ75ឆ្នាំឬមួយតែមកដល់បច្ចុប្បន្នយើងនេះគឺ74ឆ្នាំឬមួយតែ74ឆ្នាំកន្លះអីតែប៉ុណ្ណោះគឺសំលមព្រមទៅដល់នៃសេចក្តីស្លាប់ហើយដោយសារតែញាតិញោមក្តីអង្គខ្ញុំប្រកាសណាថាភាពក្តីមិនអាចរស់រានមានជីវិតរហូតដែលមិនអាចថាស្លាប់នោះមិនកើតមានសម្រាប់ជីវិតរបស់យើងគឺមិនមានទេលទ្ធផលចុងក្រោយគឺញាតិញោមក្តីអង្គខ្ញុំប្រកាសណាថាភាពក្តីគឺដើរដល់នៃសេចក្តីស្លាប់នឹងដូចគ្នាទី2លោកឲ្យឈ្មោះថាកម្មខយមរណៈស្លាប់ទាំងអស់មុនស្លាប់ទាំងអស់មុននេះចង់មានន័យថាញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសខ្លះគាត់មិនបានអាយុទៅដល់74ឆ្នាំ75ឆ្នាំឡើងទៅទេគាត់ស្លាប់ត្រឹមតែអាយុ30ឆ្នាំស្លាប់ត្រឹមតែអាយុ20ឆ្នាំ40ឆ្នាំឬមួយតែ50ឆ្នាំគាត់ក៏ចាប់បានស្លាប់ទៅក៏ប៉ុន្តែបើសិនជាយើងកលែងមើលផ្ទះសម្បែងកន្លែងរស់នៅញាតិមិត្តបងប្អូនស្វាមីភរិយាកូនក្មួយរបស់គាត់គឺគ្មាននរណាម្នាក់គេចោលឲ្យគាត់ស្លាប់ទេកលែងមើលទៅផ្ទះធំល្អកលែងទៅមើលផ្ទះមានលុយមានកាក់មានមាសមានប្រាក់មានគោមានក្បីមានដីមានស្រែមានម៉ូតូមានទីក្លូមានកង់មានឡានមានអាហារហូបចុកគ្រប់គ្រាន់ក៏ប៉ុន្តែគាត់បានជាស្លាប់ទៅត្រង់ចំណុចនេះហើយដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាកម្មខយមរណៈគាត់ស្លាប់ទាំងអស់បុណ្យមានន័យថាបុណ្យនៃអាយុជីវិតរបស់គាត់តាមមកបានតែប៉ុណ្ណឹងអញ្ចឹងទោះបីគាត់ខិតខំប្រឹងប្រែងរស់បន្តទៅទៀតក៏មិនអាចរស់បានញាតិមិត្តខិតខំប្រឹងប្រែងហាមឃាត់ព្យាបាលមើលថែឬមួយតែរៀបរៀងយ៉ាងណាក៏គាត់មិនអាចនៅជាមួយយើងបានដោយសារតែពូជបុណ្យនៃអាយុជីវិតរបស់គាត់តាមបានតែប៉ុណ្ណឹងដោយនៅក្នុងសម័យពុទ្ធកាលនាងសុមនាទេវីកូនរបស់លោកអនាថបណ្ឌិកសិទ្ធិកើតនៅក្នុងកំណត់ទ្រព្យសម្បត្តិរស់មិនបានប្រមាណផងក៏ស្លាប់បាត់ទៅកូននាងកេសាកូនតមីកើតមកជាកូនសិទ្ធិបាននិយាយភាសាបច្ចុប្បន្ននាងស្មើនឹងជំទាវមានទ្រព្យមានសម្បត្តិមានអ្នកមើលថែកូននឹងឆ្វេងស្ដាំក៏ប៉ុន្តែកូនរបស់នាងរស់មិនបានប្រមាណក៏ស្លាប់បាត់ទៅនាងជាច្រើននៅក្នុងសម័យពុទ្ធកាលគឺលោកសម្ដែងតាក់ទិនជាមួយនឹងអ្នកដែលស្លាប់ដោយមិនទាន់ដល់អាយុនៃសេចក្តីស្លាប់នឹងមានច្រើនក៏ប៉ុន្តែអាត្មាភាពសូមលើកបុគ្គលិកទៅខាងប៉ុណ្ណេះជំរាបជូនញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសគឺចង់សរបញ្ជាក់ថាបើសិនជាបុណ្យកុសលយើងបានច្រើនអាយុជីវិតរបស់យើងក៏វែងទៅតាមនឹងទៅហើយបើសិនជាបុណ្យកុសលយើងបានតិចអាយុជីវិតរបស់យើងក៏មិនទៅវែងដែរដូចញោមស្រីមានអាយុទៅដល់70ជាងឆ្នាំនេះគឺគាត់មានអាយុវែងហើយទី3លោកឲ្យឈ្មោះថាឧបយខយមរណៈស្លាប់ដោយអស់អាយុផងស្លាប់ដោយអស់បុណ្យផងមានន័យថាញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសខ្លះគាត់សំលមដល់ព្រមនៃអាយុកាលវេលារបស់គាត់70ជាងឆ្នាំឬមួយតែ80ឆ្នាំឬមួយតែ90ឆ្នាំ100ឆ្នាំហ្នឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាសំលមព្រមដល់កាលដល់ពេលវេលាហើយទី4លោកឲ្យឈ្មោះថាឧបច្ឆេទនរណៈស្លាប់ដោយការពារចូលមកកាត់ផ្ដាច់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសខ្លះគាត់ស្លាប់ដោយការពារចូលមកកាត់ផ្ដាច់បុណ្យកុសលរបស់គាត់ក៏នៅអាយុជីវិតរបស់គាត់ក៏តិចទ្រព្យសម្បត្តិរបស់គាត់ក៏មានផ្ទះសម្បែងកន្លែងរស់នៅស្វាមីប្តីប្រពន្ធញាតិមិត្តគេមិនចង់ឲ្យគាត់ឃ្លាតគេមិនចង់ឲ្យគាត់បែកគេមិនចង់ឲ្យគាត់ព្រាត់ទេក៏ប៉ុន្តែការពាររបស់គាត់ពីអតីតជាតិឬមួយតែបច្ចុប្បន្នជាតិនឹងគាត់សាងច្រើនអ្នកខ្លះសម្រានក៏ខ្យល់ក៏ស្លាប់បានទៅអ្នកខ្លះក៏មានរោគគាបជាតិធីបមីននៅក្នុងសរីរៈរាងកាយរបស់គាត់ដែលស្លាប់បាត់ទៅអ្នកខ្លះធ្វើដំណើរតាមផ្លូវក៏ស្លាប់បាត់ទៅដោយជួបនៅឧបទ្ទហេតុណាមួយអីចឹងទៅចឹងហើយសេចក្តីស្លាប់ទាំង4នេះគឺចង់សរបញ្ជាក់ជម្រាបជូនញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសថាទោះបីអ្នកស្លាប់តែមានអាយុលើ75ឆ្នាំក្តីទោះបីអ្នកស្លាប់នៅក្រោមអាយុ75ឆ្នាំក្តីសរុបសេចក្តីមក
កាលណាតែស្លាប់ទៅហើយគឺមិនអាចយកអ្វីទៅជាមួយបានទេគឺមានតែបុណ្យមានតែកុសលតែប៉ុណ្ណោះបើសិនជាយើងធ្វើបុណ្យបានច្រើនទៅអានឹងយើងរមែងបានទៅយំយកកំណើតកើតទៅទីដ៏ខ្ពង់ខ្ពស់ហើយបើសិនជាយើងធ្វើបុណ្យបានតិចអានឹងយើងអាចទៅកើតទៅទីទាបពំរាបស្មើគេហៅថាបាយភូមិទាំង4នោះញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសហើយញាតិញោមក្តីអង្គខ្ញុំប្រកាសណាស្មារតីក្តីកាលណាតែស្លាប់ទៅហើយញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសសាកកលេងមើលសាកគិតមើលសាកពិចារណាមើលចុះបើសិនជាថ្ងៃណាមួយដល់នៅសេចក្តីស្លាប់ដោយញោមស្រីឧបាសិកាហឹមយ៉ាងគ្មាននរណាម្នាក់យករបស់របរដែលជាទីស្រឡាញ់ដែលខ្លួនឯងថែរក្សាដែលខ្លួនឯងចង់បានទៅជាមួយបានទេចឹងហើយបានតែបរមបរាណណាចារលោកបានគោលថាកាលណាតែស្លាប់ទៅហើយគ្មាននរណាម្នាក់ដឹកគោមនិមយកស្រែមទីមាសមជីលុយមលៀនទ្រព្យធនធានរបស់របរដែលខ្លួនឯងមានរបស់របរដែលខ្លួនឯងស្រឡាញ់ទៅវិញបានទេទៅជាមួយបានទេកើតមកខ្លួនទៅទេស្លាប់ទៅវិញក៏ខ្លួនទៅទេកើតមកដោយមិនអាចយកអ្វីមកជាមួយបានស្លាប់ទៅវិញក៏មិនអាចយកអ្វីទៅជាមួយវិញបានដែរចឹងដូចនៅក្នុងថ្ងៃនេះញាតិញោមឃើញស្រាប់ហើយញោមស្រីបាតិកាហឹមយ៉ាងលោកស្លាប់ទៅលទ្ធផលចុងក្រោយបន្តិចទៀតគឺបន្សល់ទុកត្រឹមតែឆ្អឹងមួយធាតុឆ្អឹងមួយចានសម្រាប់កូនប្រុសស្រីតែប៉ុណ្ណោះហើយឆ្អឹងមួយធាតុឆ្អឹងមួយចាននេះបើសិនជាលោកគ្រូធម្មយាចាលោកមិនបានប្រាថ្នាឲ្យបញ្ឈប់ឲ្យទុកឆ្អឹងប៉ុណ្ណឹងទេបើតាមភ្លើងឆាបឆេះគឺឆេះតទៅអស់ខ្លាយជាខ្ជូងខ្លាយជាផេះខ្លាយជាចំណីដីតែម្ដងក៏ប៉ុន្តែទម្លាប់ទម្លាប់យើងគឺទុកឆ្អឹងនេះសម្រាប់ឲ្យកូនប្រុសកូនស្រីរំលឹកនឹកគុណគាត់ធ្វើបុណ្យធ្វើទានជូនគាត់កាលណាតែគាត់ស្លាប់ទៅហើយគាត់អាស្រ័យពឹងពាក់លើញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសដែលមានជីវិតស្រស់រស់នៅឧទាហរណ៍ចេះបើសិនជាញាតិញោមចង់ឲ្យអ្នកម្ដាយគាត់ស្លាប់ទៅហើយបានយោងយកកំណើតកើតទៅទីដ៏ខ្ពង់ខ្ពស់រស់សុខស្រួលមានឋានមនុស្សមានឋានទេវតាជាដើមញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសចូលអញ្ជើញធ្វើបុណ្យដូចនៅក្នុងថ្ងៃនេះជូនគាត់បើសិនជាគាត់ស្លាប់ទៅហើយយើងមិនអាចដាំបាយស្លស្លុកយកនំចំណីត្រីសាច់ជូនគាត់ហូបពិសាផ្ទាល់បានទេយើងមិនអាចទិញសម្លៀកបំពាក់ជូនគាត់ស្លៀកពាក់ផ្ទាល់បានទេយើងមិនអាចជូនបច្ច័យលុយកាក់ដល់គាត់ចាយវាផ្ទាល់បានទេលោកត្រែណាតែញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសអញ្ជើញធ្វើបុណ្យដូចនៅក្នុងថ្ងៃនេះតាមរយៈការដឹកនាំរបស់លោកគ្រូធម្មយាចាគ្រប់ប្រាណលោកដឹកនាំឲ្យធ្វើបុណ្យតាមរយៈលោកអ្នកមានសិលមានព្រះសង្ឃនិងមានលោកគ្រូធម្មយាចាទៅបុណ្យកុសលនេះបានសម្រេចដល់អ្នកស្លាប់ឧទាហរណ៍ថាបើសិនជាបុណ្យកុសលញោមស្រីក៏មានច្រើនផងបុណ្យកុសលញាតិញោមជាពុទ្ធបរិស័ទដែលកូនប្រុសស្រីបានធ្វើទៅជូនដល់គាត់បានច្រើនផងបើសិនជាគាត់កើតនៅក្នុងមនុស្សអានឹងគាត់អាចកើតនៅក្នុងតកូលអ្នកមានទ្រព្យសម្បត្តិជ្រុកដល់មានលុយមានកាក់មានមាសមានប្រាក់ឬមួយតែយើងហៅថាសម្បូរសម្បាយទៅដោយបច្ច័យទាំងឡាយមូលគឺសម្បូរសម្បាយទៅដោយសម្លៀកបំពាក់សម្បូរសម្បាយទៅដោយអាហារហូបចុកសម្បូរសម្បាយទៅដោយផ្ទះសម្បែងកន្លែងរស់នៅសម្បូរសម្បែងទៅដោយថ្នាំកែរោគថ្នាំជាបាលជំងឺដំកាត់អីចឹងទៅហើយកំណើតជាមនុស្សនេះដែលអាត្មាភាពតែងតែសម្ដែងជារឿយៗមកគឺចង់សរបញ្ជាក់ជំរាបជូនញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសតារាថាកំណើតជាមនុស្សនេះបើសិនជាយើងមានបុណ្យច្រើនកើតមកមិនបាននៅសេចក្តីសុខបើសិនជាយើងមានបុណ្យតិចកើតមកជាមនុស្សដែរក៏ប៉ុន្តែសុខមិនសូវច្រើនមានន័យថាញាតិញោមហើយជារស់ខ្លះបានកំណើតកើតជាមនុស្សដែរមកចាប់កំណើតកើតនៅក្នុងផ្ទៃរបស់ម្នាក់ម្ដាយកូននោះអត់មានបុណ្យគ្រាន់តែបញ្ចាំកំណើតកើតនៅក្នុងម្ដាយគ្នាម្ដាយនេះរកតែបាយហូបឲ្យបានគ្រប់គ្រាន់3ពេលស្ទើរតែគ្មានរកតែផ្ទះសម្បែងកន្លែងរស់នៅសម្រាប់សុខស្រួលរកតែអាហារហូបចុកដើម្បីបំពេញសុខភាពកូននៅក្នុងផ្ទៃបំពេញសុខភាពខ្លួនឯងស្ទើរតែគ្មានពេលដែលកូននោះបន្ទោចានចេញពីផ្ទៃរបស់អ្នកម្ដាយមកតែរកខ្លះអត់បុណ្យខ្វះបុណ្យគ្រាន់តែបន្ទោចេញពីផ្ទៃរបស់អ្នកម្ដាយមកពេលខ្លះរកតែសម្លៀកបំពាក់ស្លៀកពាក់ឲ្យបានគ្រប់គ្រាន់ស្ទើរតែគ្មានរកតែកណាត់ជូនខ្លួនឲ្យបានគ្រប់គ្រាន់ស្ទើរតែគ្មានរកតែផ្ទះសម្បែងកន្លែងរស់នៅសម្រាប់កន្ទេលខ្នើយមុំអង្រឹងឲ្យបានសមរម្យស្ទើរតែគ្មានរកតែអាហារហូបចុក3ពេលឲ្យបានគ្រប់គ្រាន់ស្ទើរតែគ្មានពេលខ្លះទីរស់នោះតាំងពីតូចរហូតដល់ធំរមែងជួបតែសេចក្តីទុក្ខជួបតែសេចក្តីលំបាកមិនទៅមានសុភមង្គលនៅក្នុងដំណើរជីវិតទេព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាដោយសារតែទារកនោះខ្វះបុណ្យទារកខ្លះមានបុណ្យញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសទារកមានបុណ្យគ្រាន់តែបញ្ចាំកំណើតកើតនៅក្នុងផ្ទៃរបស់អ្នកម្ដាយភ្លាមនិយាយពីថាម៉ែសប្បាយចិត្តលោកឪពុកដឹងឮរីករាយយាយតាដឹងឮត្រេកអរសាទរដែរ
ចាំតែថ្ងៃទៅរួមលោកបតនចាចេញពីផ្ទៃរបស់អ្នកម្ដាយមកនិយាយពីថាញាតិមិត្តបងប្អូនស្វាមីយាយតាបងប្អូនចិត្តឆ្ងាយគេត្រេកអរសាទរនិងស្វាគមន៍នៅក្នុងផ្ទៃរបស់អ្នកម្ដាយក៏សម្បូរទៅដោយអាហារហូបចុកទាំងខ្លួនគាត់ផងទាំងអាហារហូបចុកបំពេញសុខភាពកូននៅក្នុងផ្ទៃផងពេលដែលកូនបតនចាចេញពីផ្ទៃមកនិយាយពីថាផ្ទះសម្បែងកន្លែងរស់នៅល្អបាយទឹកនំចំណីត្រីសាច់គ្រប់គ្រាន់សម្លេងពពាសម្ភារៈប្រើប្រាស់បច្ច័យ4នោះគ្រប់គ្រាន់យាយតាបងប្អូនញាតិមិត្តចងដៃចងជើងមានលុយមានកាសមានប្រាក់សពគ្រប់បែបយ៉ាងតែរួមលោកកើតមកនៅលើកំណរសេចក្តីសុខនៅលើកំណរសេចក្តីចម្រើនត្រង់ចំណុចនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាដោយសារតែគាត់នឹងបានតាមទូលបុណ្យទុកពីអតីតជាតិរបស់គាត់ច្រើនហើយញាតិមិត្តបងប្អូនកូនមួយបានធ្វើបុណ្យធ្វើទានឧទ្ទិសជូនគាត់បានច្រើនទើបគាត់បានកំណើតកើតជាមនុស្សនឹងរមែងបាននៅសេចក្តីសុខដូចនៅក្នុងរឿងនាងសុមនាទេវីដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអ៊ីធៈនន្តតិបច្ចៈនន្តតិកតបញ្ញាឧបយៈនន្តតិបញ្ញាមេកតន្តតិនន្តតិភយោនន្តតិសុខតង្កតោអ្នកដែលបានធ្វើបុណ្យទុកមកហើយរមែងត្រេកអររីករាយនៅក្នុងលោកទាំងពីរគឺត្រេកអររីករាយនៅក្នុងលោកនេះផងត្រេកអររីករាយនៅក្នុងលោកខាងមុខផងចឹងញាតិញោមជាពុទ្ធបរិស័ទបានធ្វើបុណ្យធ្វើទានជូនម៉ែក៏បានបុណ្យពីញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសផងហើយញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសដែលជាអ្នកធ្វើបុណ្យខ្លួនឯងនេះក៏រមែងបានតែបុណ្យកុសលដែលញាតិញោមជាពុទ្ធបរិស័ទបានតាំងបានធ្វើបានតម្កល់ទុកសម្រាប់ឲ្យស្ទប់នឹងវិញ្ញាណក្ខន្ធរបស់យើងឬមួយតែដំណើរជីវិតរបស់យើងពេលដែលយើងរស់នៅឬមួយតែពេលស្លាប់ទៅបុណ្យកុសលនោះរមែងតែឲ្យស្ទប់នៅដំណើរជីវិតរបស់យើងទៅរកទៅសេចក្តីសុខសេចក្តីចម្រើនត្រង់ចំណុចនេះញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសហើយអ្នកស្លាប់ទាំងអស់បើមិនជាញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសចង់ជួយធ្វើបុណ្យធ្វើទានឲ្យបានសម្រេចដល់គាត់នៅក្នុងចំណុចបុណ្យជារំលែកកាច់នេះគឺសបញ្ជាក់ជំរាបជូនញាតិញោមជាពុទ្ធបរិស័ទបានច្បាស់ថាគឺយើងមិនអាចធ្វើអ្វីមួយដោយផ្ទាល់ដោយគាត់នៅរស់បានទេតើតែញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសធ្វើបុណ្យគាត់ស្លាប់មានបុណ្យជាបណិកិច្ចមានបុណ្យមានរណសង្គ្រោះមានបុណ្យតេខណាលោកទានមានបុណ្យវិច័យ4ឬមួយតែបុណ្យគម្រប់ភូមិ7ថ្ងៃ9ថ្ងៃ100ថ្ងៃទៅតាមកម្មវិធីបុណ្យរបស់ញាតិញោមឬមួយទៅតាមការរំលឹកទឹកចិត្តរបស់ញាតិញោមចង់ធ្វើចង់ឧទ្ទិសជូនគាត់តាមរយៈលោកអ្នកមានសិលឧទាហរណ៍ដូចជាលោកគ្រូធម្មយាចាលោកដឹកនាំកម្មវិធីបុណ្យរបស់ញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសអញ្ចឹងញាតិញោមឃើញលោកដឹកនាំកម្មវិធីបុណ្យហត់នឿយឲ្យពរឲ្យជ័យស្អកកញាតិញោមជូនបាយទឹកនំចំណីត្រីសាច់ទឹកដើមទឹកត្រជាក់ភេសជ្ជៈជូនគាត់ហូបពិសាផ្ដល់ស្នាមញញឹមផ្ដល់ភាពរាក់ទាក់ផ្ដល់ការគោរពស្ដាប់ដំបូងមានស្ដាប់ការមានប្រសាសន៍ស្ដាប់ការដឹកនាំរបស់គាត់ដោយសេចក្តីគោរពពេញចិត្តបានបុណ្យបានកុសលដូចគ្នាញាតិញោមធ្វើបុណ្យតាមរយៈលោកអ្នកមានសិលមានព្រះសង្ឃក៏បានបុណ្យកុសលដូចគ្នាដូចជាស្ដាប់ព្រះបរិត្តស្ដាប់លោកទេពគេជាហានប្រសងសមាធិសិលឬមួយតែនមស្ការគុណព្រះរតនត្រ័យមានគុណពុទ្ធមានគុណពធមានគុណប្រសងជាទីពឹងជាទីរលឹកត្រៃសារណគមរបស់ញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសនឹងរមែងបានបុណ្យបានកុសលដូចគ្នាកាលណាតែបានបុណ្យកុសលនឹងហើយតើតែញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសទើបចែករំលែកបុណ្យកុសលនឹងដូចញាតិញោមជាពុទ្ធបរិស័ទណាំបាយមួយឆ្នាំងធំសម្លឆ្ងាញ់មួយឆ្នាំងធំអញ្ចឹងកាលណាយើងមានបាយមួយឆ្នាំងធំសម្លមួយឆ្នាំងធំហើយបើសិនជាយើងដាក់នៅលើតែចង្ក្រានដាក់តែនៅក្នុងផ្ទះបាយមិនព្រមដុសចេញមកជូនម៉ែជូនឪហូបពិសាមិនព្រមដុសមកជូនភ្ញៀវជូនអូនពូមីមីហូបពិសាទេនោះបាយសម្លនោះនៅក្នុងតែផ្ទះបាយនៅក្នុងតែឆ្នាំងដដែលទេយ៉ាងណាមិញបុណ្យកុសលរបស់ញាតិញោមចឹងដែរកាលណាយើងបានជួយធ្វើតាមរយៈលោកអ្នកមានសិលមានព្រះសង្ឃមានគ្រូធម្មយាចារ្យយើងតែហើយញាតិញោមត្រូវតែខុសខើត្រូវតែចង់ត្រូវតែតម្រង់ចិត្តបុណ្យត្រូវតែតម្រង់ចិត្តរបស់ញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសទៅរកអ្នកម្ដាយឬមួយតែទៅរកញាតិការរបស់ញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសបុណ្យកុសលនេះនឹងបានសម្រេចដល់គាត់សូមអនុមោទនាអញ្ចឹងនឹងគឺការធ្វើបុណ្យចំពោះអ្នកស្លាប់ហ្នឹងញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសនោះក៏ប៉ុន្តែសម្រាប់ញាតិញោមជាពុទ្ធបរិស័ទព្រៃប្រុសដែលបានចូលស្ដាប់ពធទេសនានៅក្នុងគណៈពេលនេះបើមិនជាញាតិញោមដែលមានបណ្ដាយដែលមានលោកឪពុកដែលមានជីវិតស្រស់រស់នៅមិនបានញាតិញោមឮលោកនារាទេសនាថាធ្វើបុណ្យជាមួយអ្នកស្លាប់ធ្វើបុណ្យជាមួយអ្នកស្លាប់ញាតិញោមគិតថាចាំម៉ែស្លាប់ទៅចាំធ្វើបុណ្យចាំឪស្លាប់ទៅចាំធ្វើបុណ្យអត់ទេបើមិនជាញាតិញោមមាន
ម៉ែនាងឪនៅរស់ញាតិញោមជួយធ្វើបុណ្យជាមួយម៉ែជាមួយឪហើយចោះមិនខុសបំណងទេព្រះសម្មាសម្ពុទ្ធលោកសម្ដែងហើយថាកូនប្រុសស្រីណាធ្វើបុណ្យជាមួយម៉ែកូនប្រុសស្រីណាធ្វើបុណ្យជាមួយពុកកូនប្រុសស្រីនោះស្មើនឹងធ្វើបុណ្យជាមួយព្រះហើយព្រះសម្មាសម្ពុទ្ធលោកឲ្យតម្លៃម្ដាយលោកឲ្យតម្លៃលោកឪពុកនេះគឺជាព្រះរស់របស់កូនប្រុសស្រីគឺជាព្រះពិតប្រាកដរបស់កូនប្រុសស្រីគឺជាព្រះមែនទែនរបស់កូនប្រុសកូនស្រីលោកសម្ដែងថាអត់មានព្រះណាល្អដូចព្រះម៉ែអត់មានព្រះណាល្អដូចព្រះឪទេអត់មានព្រះណាមកចិញ្ចឹមបីបាច់ថាតាកូនប្រុសស្រីក្រៅពីម៉ែក្រៅពីឪទេញាតិញោមតាមពិចារណាមើលចុះកំពូលខែ10ថ្ងៃកូនប្រុសស្រីនៅក្នុងផ្ទៃរបស់គាត់បាននិយាយពីម៉ែក៏ផ្ទៃកូនដោយសេចក្តីសប្បាយចិត្តរីករាយជាពុទ្ធទេមើលទៅគាត់លំបាកតែកាយទេក៏ប៉ុន្តែចិត្តគាត់សប្បាយណាស់ពេលដែលកូនមកទុំនៅក្នុងផ្ទៃគាត់មកកើតនៅក្នុងពោះគាត់សប្បាយចិត្តគាត់រកចាំតែថ្ងៃកូនបន្តចាស់ចេញពីផ្ទៃមកបានឃើញមុខកូនគឺគាត់សប្បាយចិត្ត9ខែ10ថ្ងៃលេងដើរឆ្លងអង្គុយម៉ែយកកូនទៅតាមចំណេះបានញញឹមជាពុទ្ធបរិស័ទព្រៃប្រុសដីអង្គខ្ញុំប្រកាសអាត្មាភាពដីដាក់របស់ខ្លួននៅលើពោះនៅលើលូនត្រឹមតែ1គីឡូ2គីឡូរយៈពេល1ម៉ោង2ម៉ោងអូនឯងថាខ្លួនអូនឯងថារបាំងទៅហើយក៏ប៉ុន្តែម៉ែកូនផ្ទៃកូនមកចាំដំណើរការនៅក្នុងផ្ទៃគាត់តាំងពី1វិនាទីរហូតដល់9ខែ10ថ្ងៃវិវត្តខ្លួនតាំងពីតូចរហូតដល់2-3គីឡូម៉ែគឺស៊ូទ្រាំណាស់ដើម្បីកូនប្រុសកូនស្រីកាលពីម៉ែនៅក្រមុំម៉ែបញ្ចូលចិត្តធ្វើកិច្ចការងារស្រាលខ្លួនម៉ែធ្វើកិច្ចការងារស្រាលខ្លួនតាមតែការចង់ធ្វើរបស់គាត់ម៉ែហូបនំចំណីត្រីសាច់អាហារនេះអាហារនោះតាមការចង់ហូបរបស់គាត់ម៉ែមិនដែលតម៉ែមិនដែលភ័យម៉ែមិនដែលព្រួយទេក៏ប៉ុន្តែនៅគណៈពេលដែលកូនប្រុសស្រីទៅចាប់ដំណើរការនៅក្នុងផ្ទៃរបស់គាត់ម៉ែចាប់ដើមតកិច្ចការងារមួយចំនួនម៉ែចាប់ដើមតនៅចំណីអាហារមួយចំនួនដែលហូបទៅហើយដែលធ្វើទៅហើយប៉ះពាល់ទៅសុខភាពកូននៅក្នុងផ្ទៃរបស់គាត់ម៉ែចាប់ដើមតម៉ែបញ្ចូលចិត្តហូបល្វីងពេលជូរពេលប្រែពេលចោលពេលទេក៏ប៉ុន្តែពេលដែលកូនប្រុសស្រីទៅចាប់ដំណើរការនៅក្នុងផ្ទៃរបស់គាត់ម៉ែលឺចាស់ទុំម៉ែលឺយាយតាលឺបងប្អូនលឺរៀបច្បងប្រាថ្នាហូបវត្តនេះហូបស្លឹកនេះហូបមែននេះហូបដើមនេះទៅសុខភាពកូននៅក្នុងផ្ទៃល្អគាត់យកដើមឈើស្លឹកឈើមែនឈើទាំងអស់នោះយកកម្លាំងទឹកហូបកាលពីសម័យមុនទោះបីល្វីងទោះបីចប់យ៉ាងណាក៏គាត់ហូបដើម្បីកូននៅក្នុងផ្ទៃរបស់គាត់មានសុខភាពល្អប៉ុន្តែមិនតគ្រប់ទេ9ខែ10ថ្ងៃម៉ែក៏ផ្ទៃកូន10ថ្ងៃបន្ទោពាក្យចាស់បុរាណលោកឲ្យគាត់ថាឆ្លងទលេពាក្យថាឆ្លងទលេនេះគឺយកជីវិតទៅបដូរជួនកាលឆ្លងផងម៉ែទៅកូនជួនកាលឆ្លងផងកូនទៅម៉ែហើយឆ្លងទលេនេះអត់មែនស្រួលដូចយើងឆ្លងព្រែកឆ្លងពីឆ្លងអូនឆ្លងបាត់ឆ្លងឡាយទេនេះខ្ញុំណាឆ្លងទលេនេះទលេមើលតែចន្ទុយភ្នែកការឆ្លងទលេនេះគឺយកជីវិតទៅបដូរបើមិនជាឆ្លងផងម៉ែទៅកូនទៅម៉ែទៅកូនទៅបានឃើញមុខគ្នាទៅជួនកាលអ្នកខ្លះឆ្លងផុតទៅកូនក៏ប៉ុន្តែម៉ែទៅបានជួនកាលអ្នកញោមខ្លះឆ្លងផុតទៅម៉ែក៏ប៉ុន្តែកូនមិនអាចឆ្លងនោះក៏មានដែរបណ្ដឹងមិនទាន់គ្រប់កាលពីសម័យ15ឆ្នាំមុន20ឆ្នាំមុនឡើងទៅពេលដែលឆ្លងទលេនេះជាញោមជាពុទ្ធបរិស័ទព្រៃប្រហើយមិនមានពេទ្យមិនមានឆ្មោះមិនមានថ្នាំចាត់សម្រួលការឈឺចុកចាស់សម្រួលកសែកតូនដូចយើងបច្ចុប្បន្នទេកាលពីសម័យ15ឆ្នាំមុនឡើងទៅម៉ែពេលឈឺពោះលោកឪពុកត្រូវរត់រយមកពីភូមិមួយទៅភូមិមួយព្រមនឹងបានយមកក៏ជួយបតូនកូនចាស់ចេញពីផ្ទៃរបស់អ្នកម្ដាយម៉ែព្រមនឹងបែរទឹកព្រោះបតូនកូនចេញពីផ្ទៃគាត់និយាយពីញើសបែកប៉ិនគ្រាប់ពោតឈៀបធ្លាក់ទាំងក្លុកធ្លាក់ទាំងបោម៉ែឈឺណាស់ម៉ែរមាំណាស់ម៉ែមានតានានេះស្លាប់ម្ដងស្ទើរតែបាត់បង់អាយុជីវិតម្ដងក៏ប៉ុន្តែនៅគណៈពេលដែលម៉ែបតូនកូនចេញមកហើយម៉ែឮសំឡេងកូនយំម៉ែឮសំឡេងកូនស្រែកម៉ែបានអោម៉ែបានពម៉ែបានផ្នែកម៉ែបានខ្នងម៉ែបានបំផាដល់កូនប្រុសស្រីម៉ែហាក់បីដូចជាសប្បាយចិត្តម៉ែហាក់បីដូចជារីករាយម៉ែហាក់បីដូចជាមានស្នាមញញឹមឡើងវិញប៉ុន្តែមិនទាន់គ្រប់ទេលោកឪពុកអ្នកម្ដាយពេលណាបតូនកូនចេញមកហើយញាតិញោមជាពុទ្ធបរិស័ទហើយបាននិយាយពីម៉ែកាលពីសម័យយើងនោះអត់មានទឹកកកស្អំដូចយើងបច្ចុប្បន្នទេអត់មានថ្នាំចាក់សម្រួលកសែកតងសម្រួលសុខភាពដូចយើងបច្ចុប្បន្នដើម្បីឲ្យមានទឹកដក់ច្រើនសម្រាប់ប្របាយកូនប្រុសស្រីទេម៉ែកាលពីសម័យ15ឆ្នាំមុន20ឆ្នាំឡើងទៅពេលដែលបតូនកូនចេញមកហើយគេត្រូវយកម៉ែទៅដាក់លើគ្រែគេអាំងលើម៉ែដូចត្រីញៀនយ៉ាងដើម្បីសម្រួលកសែកទៅគាត់ដើម្បីឲ្យគាត់មានសុខភាពល្អដើម្បីឲ្យគាត់
គាត់មានទឹកដក់ច្រើនសម្រាប់បបាយកូនប្រុសកូនស្រីពេលដែលគាត់បន្តកូនចេញមកហើយលោកឪពុកអ្នកម្ដាយត្រូវបំពេញកាតព្វកិច្ចជាម្ដាយល្អត្រូវបំពេញកាតព្វកិច្ចជាលោកឪពុកល្អសម្រាប់កូនប្រុសស្រីគាត់ខិតខំប្រឹងប្រែងធ្វើកិច្ចការកាត់តលីស្ដែងធ្វើស្រែចម្ការបានដំណាំដាំដុះធ្វើកិច្ចការងារសំណង់រោងចក្រសហគ្រាសពីកន្លែងមួយទៅកន្លែងមួយឲ្យតែបានប្រាក់កម្រៃឲ្យតែបានបច្ច័យយកមកគ្រប់គ្រងក្រុមគ្រួសារពេលខ្លះត្រូវជាជាត្រូវជាស្ដីត្រូវជាស្នាត្រូវជាប្រមាថយ៉ាងណាក៏ដោយក៏គាត់ធ្វើកិច្ចការងារទាំងអស់នោះដោយសេចក្តីពេញចិត្តដើម្បីកូនប្រុសកូនស្រីបាននិយាយអំពីមើលថែកូនឈឺយប់ម៉ែឲ្យមើលយប់កូនឈឺថ្ងៃម៉ែឲ្យមើលថ្ងៃពេលខ្លះកូនឈឺខ្លាំងពេកម៉ែឲ្យមើលត្រូវលក់ដីលក់ស្រែលក់គោលក់អ្វីលក់របស់លក់បងលក់ទ្រព្យអស់ពីខ្លួនត្រូវចែកបំណុលចែកបលគេថែមទៀតដើម្បីជាបានកូនប្រុសកូនស្រីឲ្យតែកូនជាឲ្យតែកូនសុខឲ្យតែកូនស្រួលម៉ែឲ្យមានលះបង់ទាំងអស់ប៉ុណ្ណឹងមិនទាន់គ្រប់ទេបាននិយាយពីបញ្ចុះម៉ែកូនតាំងពីកន្លះសព្រារហូតដល់3-4ចានងូតទឹកឲ្យកូនតាំងពីកន្លះបតលរហូតដល់3-4ប៉ោនទិញសម្លៀកបំពាក់ឲ្យកូនស្រីពាក់តាំងពី1កំភ្លែរហូតដល់ទាំងអស់បាននិយាយពីទៅវត្តទៅបានទៅការទៅបុណ្យទៅផ្សារបានហូបបាននំចំណែកត្រីសាឆ្ងាញ់ពិសាពេលខ្លះមិនហ៊ានបងខ្លួនឯងទេសុកចិត្តលះគេលះឯងលះតាំងជាកសែលះតាំងជាកម្មាយកមកដល់ផ្ទះឲ្យកូនហូបឲ្យកូនពិសាដល់តិចតួចទើបគាត់ហ៊ានហូបតាមក្រោយកូនប្រុសស្រីក៏មានដែរញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសសាពិចារណាមើលចង់ថាតើយើងរកបុគ្គលណាម្នាក់ឲ្យអត់ដូចម៉ែយើងបានទេតើយើងរកបុគ្គលណាម្នាក់ឲ្យអត់ដូចលោកឪពុកយើងបានទេគឺមិនងាយមានទេចឹងទីនោះថ្ងៃនេះកូនប្រុសកូនស្រីបានបំពេញកាតព្វកិច្ចជាកូនល្អបានធ្វើបុណ្យធ្វើទានជាបណកិច្ចជូនអ្នកម្ដាយនេះគឺបានបុណ្យបានកសលណាស់ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសហើយព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាកូនប្រុសស្រីណាដឹងគុណម៉ែដឹងគុណឪបើសិនជាគាត់នៅវត្តធ្វើបុណ្យបាននៅវត្តហើយបើសិនជាគាត់ស្លាប់ធ្វើបុណ្យជាបណកិច្ចដូចនៅក្នុងថ្ងៃនេះបានបុណ្យបានកសលបានសេចក្តីសុខសេចក្តីចម្រើនលោកសម្ដែងថាកតាំងឧបការៈជានារីតែកូនប្រុសស្រីដឹងគុណតគុណចំពោះលោកអ្នកដែលមានឧបការៈគុណមកលើខ្លួនកូនប្រុសស្រីនោះរំលែងបាននូវសេចក្តីសុខសេចក្តីចម្រើនលោកសម្ដែងទីថាយោមានតារាងបេតារាងវាមិនចោលធម្មមេនៅបោសតិទេវាបេណាសេចក្តីឆន្ទៈមានតាមបេតិតារាងកូនប្រុសស្រីណាដែលបានទំនុកបំរុងចិញ្ចឹមបីបានថែរក្សាម្ដាយឪពុកដោយអាត្មាភាពបានជម្រាបពីខាងដើមដោយបច្ច័យទាំងឡាយ4មានជ័យបរិបច្ច័យបានបានបច្ច័យសេនាបច្ច័យទំនុកបំរុងដោយសេចក្តីពេញចិត្តចំពោះលោកឪពុកអ្នកម្ដាយកូនប្រុសស្រីនោះឈ្មោះថាកូនមិនប្រយុទ្ធកូនប្រុសស្រីនេះឈ្មោះថាកូនល្អពាក្យថាកូនមិនប្រយុទ្ធនៅក្នុងទីនេះមានន័យថាបើសិនជាញាតិញោមបានបំពេញកាតព្វកិច្ចតាមធម៌ទាំង6យ៉ាងលោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធទី1កូនប្រុសស្រីណាស្ដាប់ពាក្យរៀនប្រដៅម៉ែឲ្យដល់គោរពកូនប្រុសស្រីនេះឈ្មោះថាកូនមិនប្រយុទ្ធទី2កូនប្រុសស្រីណាបានចិញ្ចឹមបីបានថែរក្សាម្ដាយឪពុកដូចម្ដាយឪពុកចិញ្ចឹមបីបានថែរក្សាកូនប្រុសស្រីនោះកូនប្រុសស្រីនេះឈ្មោះថាកូនមិនប្រយុទ្ធឈ្មោះថាកូនល្អទី3កូនប្រុសស្រីណាបានជាបានជំនឿទៅការម្ដាយឪពុកពេលដែលគាត់ឈឺស្កាត់ដូចម្ដាយឪពុកជាបានជំនឿទៅការកូនប្រុសស្រីនេះកូនប្រុសស្រីនេះឈ្មោះថាកូនល្អឈ្មោះថាកូនមិនប្រយុទ្ធទី4កូនប្រុសស្រីណាបានធ្វើបុណ្យជូនម្ដាយឪពុកបើសិនជាគាត់នៅរស់ញាតិញោមជាពុទ្ធបរិស័ទធ្វើបុណ្យចម្រើនជួនឬមួយតែបុណ្យតគុណចំពោះគាត់ពេលដែលគាត់នៅរស់បើសិនជាគាត់ស្លាប់ញាតិញោមបានធ្វើបុណ្យជាបណកិច្ចដូចក្នុងថ្ងៃនេះជូនគាត់លោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធលោកឲ្យឈ្មោះថាកូនល្អទី5កូនប្រុសស្រីណាបានកសាងកន្លែងប្រកបអាទិភាពអាទិគុណជូនម្ដាយជូនឪពុកបើសិនជាគាត់នៅរស់តែកន្ទេលស្នើមកគូក្រែជូនគាត់ម្នាក់ម្នាក់បានល្អហើយបើសិនជាគាត់ស្លាប់ញាតិញោមបានកសាងដូចជាប្រាំបច្ច័យដីមួយតែប្រាំភាសាមួយតែកន្លែងប្រកបអាទិភាពអាទិគុណរបស់គាត់បានល្អលោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធលោកឲ្យឈ្មោះថាកូនល្អទី6កូនប្រុសស្រីណាដែលចេះតែធ្វើបុណ្យធ្វើកសលនិងគុណដ៏ប្រការៈចំពោះលោកអ្នកមានគុណដែលជាអ្នកចិញ្ចឹមបីបាច់ថែរក្សាបកាកូនប្រុសស្រីមានជីវិតរស់រានមានទៅដល់10ថ្ងៃនេះញាតិញោមចេះតែនឹកឃើញគុណដ៏ប្រការៈរបស់គាត់ធ្វើបុណ្យចំពោះគាត់ដឹកនាំគាត់ប្រតិបត្តិកសលជូនគាត់លោកឲ្យឈ្មោះថាកូនល្អលោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធពាក្យថាកូនមិនប្រយុទ្ធនៅក្នុងទីនេះកាលញាតិញោមបានជួយធ្វើបុណ្យធ្វើទានដូចនៅក្នុងថ្ងៃនេះដឹងគុណម៉ែដឹងគុណឪធ្វើបុណ្យចំពោះគាត់ហើយមានឈ្មោះថាកូនមិនប្រយុទ្ធបើសិនជាអ្នកតាមដុតដាក់ចុះដល់បានបានផលច្រើនបើសិនជាអ្នករកស៊ីទិញចូលលោកចេញចំណេញច្រើនបើសិនជាអ្នកជួយធ្វើកិច្ចការងារទីច
จะមានគេណាតែจะមានគេស្រឡាញ់តែจะមានគេយកអាសាតែจะមានទេវតាតែជួយបើកផ្លូវថែរក្សាញាតិញោមជាពុទ្ធបរិស័ទប្រិយក្រុមជានិច្ចដោយអំណាចនៃការដឹងគុណម៉ែដោយអំណាចនៃការដឹងគុណឪធ្វើបន់ជូនម៉ែធ្វើបន់ជូនឪដូចជាក្នុងថ្ងៃនេះសូមអនុមោទនាអង្គពេលច្រើនខែម៉ែបបតី9ខែ10ថ្ងៃផ្នែកនឹងទេម៉ែពិបាកណាស់ណាស់មានមេប្រឹងស្ងំប្រឹងខែបត់ចរណៃពោះកាន់តែធំរឹតតែធ្ងន់ឈឺស្ពឹកស្រពួនអស់ជើងដៃវិលមុខចង់អ៊ូស្ទើររាល់ថ្ងៃចុកចាប់ពេលក្រៃមិនហ៊ានស្រែកហូរក៏មិនបានសម្រាមមិនលួសប្រាណម៉ែដង្ហក់ស្ដាប់ទឹកភ្នែកកូនធាក់ពោះម៉ែស្ទើរតែបែកម៉ែមិនបានលេងព្រោះតែកូនពុកជារស្មីលេងជីវិតកូនពុកតែងខែធូនប្រត់ធូនចរណៃពុកប្រឹងធ្វើការជារៀងរាល់ថ្ងៃពុកធ្វើដើម្បីបត់ថ្លៃគ្រប់គ្នាពុកពិតចិត្តស្មោះចំពោះកូនណាស់ពុកគឺជាព្រះតែជួយការពារពុកគ្រប់គ្រងកូនគ្រប់ពេលវេលាពុកទុកទ្រាំគ្រាកាយារពលពុកអើយលើពុកល្អនឹងកូនម្ល៉េះពុកឈឺយ៉ាងនេះតែពុកមិនខ្វល់ពុកគិតតែកូនបុតស្ងួននិមលពុកតែងខ្វាយខ្វល់ដល់កូនគ្រប់គ្នាម៉ែគឺជាព្រះរបស់កូនម៉ែគឺជាកូននៃកូនប្រុសស្រីម៉ែគឺជាព្រះក្នុងលោកីម៉ែប្រោះប្រណីចិញ្ចឹមបុត្រម៉ែជាព្រះគ្រូសែនកម្រម៉ែមានចិត្តល្អហើយវិតកម៉ែធ្នមរូបកូនលើសបានមកត់ម៉ែស្មោះបំផុតមិនពេចកែម៉ែមិនឲ្យកូនធ្វើអាក្រក់ម៉ែជួនមរតករាល់ថ្ងៃខែម៉ែជាគ្រូពេទ្យដែលចាំខែម៉ែបើកប្រាក់ខែឲ្យកូនចាយពុកគឺជាព្រះរបស់កូនពុកគឺជាកូននៃកូនប្រុសស្រីពុកគឺជាព្រះក្នុងលោកីពុកប្រោះប្រណីចិញ្ចឹមបុត្រពុកជាព្រះព្រំខ្សែកម្រពុកមានចិត្តល្អថ្លៃវិសុទ្ធពុកភ្នំរូបកូនលើសបានមកត់ពុកស្មោះបំផុតមិនកិច្ចការពុកមិនឲ្យកូនធ្វើអាក្រក់ពុកជួនមរតករាល់ថ្ងៃខែពុកជាគ្រូពេទ្យដែលចាំខែពុកបើកប្រាក់ខែឲ្យកូនចាយគួរតូចចិត្តអាណិតម៉ែអស់9ខែម៉ែបបតីទូទ្រាំចាំងទួយល់ហត់ហៃអាស្រ័យបុត្រជាផ្ញើជីវិតម្លឹងហើយម៉ែនៅនឹងស្រឡាញ់លោកបែបដេចមិនកាត់បានទៅតឹងឲ្យតាខែមកចិត្តចិត្តបិទចង់ឃើញបុត្រពិសីពេលឆ្លងទៅលើម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់រូបឧបមាស្ទើរផុតជីវិតចាស់លោកីវិស័យមកជរាជមករងចាំបើម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណាំសំឡេងកូនតូចដូចបណ្ដាំសាក់សាមទ្រង់ម៉ែឲ្យហែពិនម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នមបំពេញបីបងលោកប្រណិតឆ្លងកាត់ដំណក់នៃលោហិតផ្ដិតដោយអរាដល់ខ្លាចអាបទុកអនុមោទនីអញ្ចឹងប្រកបទេសនាមិនបន្តទៀតទេសំរបស់បញ្ចប់តែប៉ុណ្ណេះបញ្ចប់គឺថា30នាទីល្មមហើយអង្គមានឱកាសណាស់មកទៀតជាទម្លាប់ក្នុងការសម្ដែងប្រកបទេសនាក្នុងការបុកលេង14-15ឆ្នាំនេះគឺសមាធិទេសនាត្រឹមតែ25នាទីឬមួយតែ30នាទីតែប៉ុណ្ណោះចឹងទេនោះមុននឹងបញ្ចប់នៅប្រកបទេសនានៅក្នុងថ្ងៃនេះគឺសមាធិសម្ដែងនាទីសរុបសេចក្តីមកទី1គឺការធ្វើបុណ្យចំពោះអ្នកស្លាប់ចឹងការធ្វើបុណ្យចំពោះអ្នកស្លាប់ជាសមាធិបានជម្រាបហើយបើសិនជាញាតិញោមចង់ឲ្យគាត់បានហូបរបស់របរប្រើប្រាស់របស់របរអាហារហូបចុកណាមួយនោះតើញាតិញោមធ្វើតាមរយៈលោកអ្នករៀនតមានប្រសាទមានលោកគ្រូក៏មានការគ្រប់ណាពជាលោកណាឧបាសកឧបាសិកាមានធម៌អាប្រាវិលេសដល់5ដល់8ជាដើមទើបញាតិញោមបានសម្រេចបុណ្យកុសលនឹងដល់អ្នកស្លាប់ហើយបើសិនជាញាតិញោមមានម៉ែមានឪលើរស់ធ្វើបុណ្យជាមួយគាត់ឲ្យបានបុណ្យបានកុសលហ្នឹងលោកឲ្យឈ្មោះថាធ្វើបុណ្យគាត់នៅខែភ្លឺឧទាហរណ៍ញាតិញោមជាពុទ្ធបរិស័ទជូនបាយទឹកនំចំណីត្រីស្ងាត់ជូនគាត់ហូបពិសាគឺគាត់ហូបគឺគាត់ពិសាគាត់រណាឆ្ងាញ់មិនឆ្ងាញ់ឆ្អែតមិនឆ្អែតញាតិញោមអាចថែគាត់ជូនគាត់បានញាតិញោមជូនសម្លៀកបំពាក់ជូនគាត់ភ្លៀងភ្លៀងគឺគាត់ភ្លៀងភ្លៀងស្អាតមិនស្អាតសមមិនសមល្អមិនល្អញាតិញោមអាចទិញថ្មីផ្លាស់ប្ដូរជូនគាត់បានញាតិញោមជូនបច្ច័យលុយកាក់គាត់ចាយវាគេគាត់ប្រើប្រាស់គឺគាត់ទៅវត្តគឺគាត់ទៅវាគឺគាត់ទៅស្មាទិញម្ហូបទិញអាហារទិញនំចំណីត្រីស្អាតហូបពិសាឆ្ងាញ់ញាតិញោមផ្ដល់ស្មាញញញឹមផ្ដល់ភាពរាក់ទាក់ផ្ដល់ការគោរពជូនគាត់ទៅហូបនំចំណីត្រីស្អាតឆ្ងាញ់ពិសាជូនគាត់ទៅកន្លែងរមណីយដ្ឋានដើម្បីផ្ដល់ការញញឹមជូនគាត់
គឺញាតិញោមឃើញតតមានតែម្ដងលោកឲ្យមកថាធ្វើបន់តនៅថាគឺចំពោះអ្នកម្ដាយលោកឪពុកដែលគាត់មានជីវិតស្រស់រស់នៅចឹងនេះមុននឹងបញ្ចប់ពធទេសនាឲ្យខ្ញុំប្រកាសអាត្មាភាពព្រះវិខរៀនរៀនសូមប្រញាប់ប្រមូលកងការមហាជាកសលដែលកើតចេញពីស្នាទឹកចិត្តរបស់គ្រូធម្មយាចាគ្រប់ស្រែលោកយាយលោកតាអ៊ីស្រាអែលធម្មតីសម័យឡើងទៀតប្រធានឡើងបនអស់លោកជាសាធុសាបរោះក្លេកក្រុមទាំងអស់ជាពិសេសកូនប្រុសកូនស្រីរបស់លោកស្រីមាតិកាហុំយ៉ែមព្រមទាំងបុព្វកាព្រមទាំងញាតិមិត្តបងប្អូនចិត្តឆ្ងាយទាំងអស់ដែលមានវត្តមានក្នុងមហារូបបនដូចជាលើកតាមសម្លេងឃោសនាថាបានបូជាស្មារតីវិចារចិត្តដឹកអារម្មណ៍លើកឯកភាពបូជាបច្ច័យជាដើមនេះសូមបុណ្យកុសលរបស់ញាតិញោមជាពុទ្ធបរិស័ទក្លេកក្រុមបានសម្រេចដល់លោកស្រីមាតិកាហុំយ៉ែមព្រមទាំងញាតិការទាំងប្រទីសនារបស់ញាតិញោមសូមលោកជួយមកទទួលអនុមោទនាបានទទួលហើយសូមលោកជួយកសលសុខទៅតាមបរមសុខដល់សុខតាមបរមសុខហើយសូមលោកបានញាតិក្រោយបន្តជួយបងជួយជ័យសារីសុស្ដីដល់ញាតិញោមជាពុទ្ធបរិស័ទក្លេកក្រុមទាំងអស់សូមបានសេចក្តីសុខសេចក្តីចម្រើនហើយជួយចំណែកទៅលើទៀតអង្គខ្ញុំប្រកាសអាត្មាភាពព្រះវិខរៀនរៀនក៏សូមមេត្តាហាមដីអភ័យអត់ទោសអំពីសំណាក់លោកគ្រូធម្មយាចាគ្រប់ប្រានលោកគ្រូដូចជាគ្រូរបស់អង្គខ្ញុំប្រកាសអាត្មាភាពអញ្ចឹងមិនចាំបាច់ទេក៏លោកចេះដែរក៏ដូចជាមេត្តាហាមដីអភ័យអត់ទោសអំពីសំណាក់ញាតិញោមជាពុទ្ធបរិស័ទក្លេកក្រុមទាំងអស់បើសិនជាអង្គខ្ញុំប្រកាសអាត្មាភាពសម្ដែងពធទេសនាទៅដល់ជ្រុលជ្រួសគូពាក្យសម្ដែងនិយាយស្ដីបន្តរួមរបស់បីផងនៅទេសនាបល័យជើងជាអ្នកបានឡាយណាមួយនោះទៅក៏សូមមេត្តាហាមដីអភ័យអត់ទោសទុកជាមុនផងដោយសារតែអាត្មាភាពបតាលើកចៃមួយលើកក្មេងសម្លេងមិនទៅល្អខមិនទៅល្អចិត្តមិនចង់លីងរីកបានសេចក្ដីច្រើនស្មារតីសម្ដែងពធទេសនាចែកជូនញាតិញោមជាពុទ្ធបរិស័ទក្លេកក្រុមនៅក្នុងថ្ងៃនេះដាក់គ្រូឯងបានមានត្រូវខ្លះមានខុសខ្លះចឹងទៅនោះបើសិនជាត្រូវសូមជួយយកចោលហើយបើសិនជាខុសទម្លាក់ចោលតាមផ្លូវទម្លាក់ចោលតាមវាលស្រែទាំងអស់ចោលមិនចាំបាច់យកទៅដល់ផ្ទះចិត្តដល់តែស្មុគស្មាញក្នុងអារម្មណ៍ទេហើយមួយចំណែកលើទៀតអង្គខ្ញុំប្រកាសអាត្មាភាពសូមជួយបងជួយជ័យសារីសុស្ដីដល់គ្រូធម្មយាចាគ្រប់ប្រានលោកជាលោកតាអង្គពូមានពីទាំងអស់នៅក្នុងថ្ងៃថ្មីនៅក្នុងថ្ងៃថ្មីនៅក្នុងថ្ងៃថ្មីតាមប្រកបជួបប្រទេសនៅសារីបីប្រការពុទ្ធបរិស័ទព្រះសម្មាសម្ពុទ្ធប្រានប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបរិធានៈ8លានលានដល់សេចក្តីសុខសេចក្តីចម្រើនសុខទាំងកាយកាយទាំងចិត្តដំណើរជីវិតជួយទៅទីចិត្តទីឆ្ងាយសូមមានជាអត្តមានជាស្រឡាញ់មានជាអតងមានជារាប់អានមានលុយមានកាក់មានប្រាក់ឲ្យបានតបការសពវិរិយតាមប្រកបជួបប្រទេសនៅសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានបើសិនជាញាតិញោមជាពុទ្ធបរិស័ទក្លេកក្រុមមានចិត្តផងប្រមាណនៅសម្បត្តិណាមួយនោះទៅក៏សូមបានសម្រាប់លោកជាក្តីប្រាថ្នាកុំបីគ្លៀងទៀតដល់សូមអនុមោទនាសូមអនុមោទនាបន់ជាបណៈជាបងញោមស្រីបាតិកាហិនយ៉ែមសូមអនុមោទនាអាយសង្ឃេបេយសម្មតាវត្តទេសនាស្ដែងដោយអង្គខ្ញុំប្រកាសអាត្មាភាពព្រះវិខរៀនរៀនសន្មតបញ្ចប់ដោយសង្ខេបបានរៀបវែង